គ្នាអាចចេះវាហើយថ្ងៃក្រោយយើងធ្វើម៉ោងចូលម៉ោងចេញបុគ្គលិកបានណាបាទគ្រប់គ្រងទៅលើបុគ្គលិកចូលធ្វើការម៉ោងប៉ុន្មានចេញម៉ោងប៉ុន្មានបាទសិស្សគាត់គឺថាចូលម៉ោងប៉ុន្មានចេញម៉ោងប៉ុន្មានដូចគ្នាបាទអញ្ចឹងម៉ោងដែលគាត់ចូលធ្វើការកុំព្យូទ័រវាមិនអាចដឹងបានទេលោកគ្រាតែអ្នកនរគ្នាវាយបញ្ចូលឲ្យគាត់អញ្ចឹងឧទាហរណ៍ដូចគាត់ចូលម៉ោង7:15នាទីបាទអញ្ចឹងយើងវាយ7.2015តែម្ដងនៅពេលណាដែលគាត់ចេញម៉ោង10:25នាទីវាយលេខ10ហើយចុច2វាយ25ទៅគាត់ទេមែនបាទអញ្ចឹងនៅពេលដែលគាត់ចូលពេលថ្ងៃវិញនៅពេលដែលគាត់ចូលធ្វើពេលថ្ងៃដូចគាត់ចូលម៉ោង2អញ្ចឹងអ្នកនរគ្នាត្រូវវាយ14បាទបើសិនណាជាអ្នកនរគ្នាវាយ2ដូចគ្នាបើយើងអត់ចង់ឲ្យវាបង្ហាញ AM PM វាអត់បញ្ហាទេតែខ្លាចតែយើងចង់ឲ្យវាបង្ហាញ AM PM អញ្ចឹងបើយើងចង់ឲ្យវាបង្ហាញ AM PM អ្នកនរគ្នា select លើវាមកស្ដាប់ format cell បាទហើយយើងចុចទៅលើ date ហ្នឹងសំទុះ time ហើយអ្នកនរគ្នាជ្រើសរើសនេះវាមាន mode របស់វាបើសិនណាជាយើងយក mode នេះវាវែងបន្តិចណាវាថាវាបង្ហាញទាំងវិនាទីទៀតអញ្ចឹងជួនកាលវិនាទីគេមិនបាច់ចាំបាច់គិតទេគេគិតតែត្រឹមនាទីទេអានេះ AM PM ហ្នឹងបាទណាមើល mode របស់វាយល់ទេចុចទៅលើ mode ហ្នឹងហើយអូខេទៅអញ្ចឹងវាចេញហើយអញ្ចឹងបើម៉ោង7ម៉ោងអីវាវាយទៅចេញ AM ហើយតែបើសិនណាជាម៉ោងដូចវាយម៉ោង2.200 enter មកចេញម៉ោង2 AM ដែរចុះចង់បានម៉ោង2 PM តទៅវាយ 14.2 អញ្ចឹងមិនម៉ោង2 PM ចេញទៅម៉ោង10:10នាទីអញ្ចឹងចេញទៅម៉ោង5:10នាទីតើគាត់ធ្វើការបានសរុបចំនួនប៉ុន្មានម៉ោងបាទអញ្ចឹងរយៈពេលប្រើប្រាស់ខ្ញុំសូមបន្ថែមផុនឲ្យធំបន្តិចដើម្បីយើងឆ្លប់មើលបាទរយៈពេលប្រើប្រាស់គឺយើងស្មើយើងយកម៉ោងចេញដកជាមួយនឹងម៉ោងចូលenter មកឃើញគាត់ធ្វើការបានប្រហែលម៉ោងណាប៉ុន្តែចំនួនម៉ោងនេះជាទូទៅគឺទម្លាប់របស់គេមិនអនុញ្ញាតឲ្យវាចេញ AM PM ទេដោយសារគេចង់ count ទៅលើម៉ោងសរុបបាទអញ្ចឹងយើង format ទៀតណា format យើងយកអីគេយើងយក time ធម្មតាអញ្ចឹងទៅប៉ុន្តែយើងវាយឲ្យវាចេញតែ hh.2 mm អញ្ចឹងបានន័យថា h គឺម៉ោង m គឺនាទី n គឺវិនាទីs បាទសំទោសស s គឺវិនាទីណាអញ្ចឹងយើង format អញ្ចឹងអានេះដោយសារវាអត់ទាន់មានតម្លៃបាទអញ្ចឹងនៅពេលណាដែលគាត់ចូលលេងអ៊ីនធឺណិតនៅម៉ោង 6:45 នាទីបាទហើយគាត់ចេញទៅវិញនៅម៉ោង 10:05 នាទីតើគាត់លេងអស់ប៉ុន្មានម៉ោងគាត់លេងអស់3ម៉ោង20នាទីអញ្ចឹងបើគិតជាលុយ1ម៉ោងវាស្មើនឹង 2000 រៀលអញ្ចឹង3ម៉ោងវាស្មើនឹង 6000 ចុះ10នាទីស្មើនឹងប្រហែលបាទអាហ្នឹងយើងពិបាកអង្គុយគិតហ្នឹងមែនទេបាទអញ្ចឹងយើងធ្វើឲ្យកុំព្យូទ័រនឹងជាអ្នកគិតឲ្យយើងតែម្ដងតាមពិតយើងត្រូវយកចំនួនម៉ោងដែលគាត់លេងហ្នឹងយកទៅគណនាជាមួយនឹងតម្លៃលុយប៉ុន្តែម៉ោងហើយនឹងលេខរបស់យើងធម្មតាវាខុសគ្នាបាទម៉ោងហើយនឹងលេខរបស់យើងធម្មតាវាខុសគ្នាត្រង់ថា60បាទយើងរួមវាដើររហូតណានាទីរបស់វាដើររហូតដល់60បានវាស្មើនឹង1មែនទេតែបើលេខរបស់យើងវិញដើម្បីបាន1គឺវាដើរពី 0.0 0.1 រហូតដល់បាទដល់1អញ្ចឹងនាំឲ្យ1កន្លះរបស់វានេះបើសិនណាជាគិតជាម៉ោងយើងពុះជា2ម៉ោងកន្លះរបស់វាគឺ 0.30 បាទគឺ30តែបើសិនណាជាលេខរបស់យើងវិញគឺ 0.5 មែនអត់បាទដល់ពេលអា 0.5 នេះបើពុះជា2តែនេះគឺ 0.5 តែ1ម៉ោងវិញហើយនឹងចាំ10នាទីមែនអត់តែបើលេខយើងធម្មតាគឺ 0.25 ត្រូវទេបាទអញ្ចឹងម៉ោងតម្លៃរបស់វាគឺគេហៅថា hour តែបើសិនណាជាលេខរបស់យើងធម្មតាគេហៅលេខ decimal
លេខយើងធម្មតាដូច្នេះគឺយើងត្រូវតែបំបែកម៉ោងឲ្យទៅជាលេខធម្មតាវិញដើម្បីបំបែកម៉ោងឲ្យទៅជាលេខធម្មតាបានគឺយើងសរសេររូបមន្តទី1គឺយើងកាត់យកចំនួនម៉ោងស្មើ hour នៃរយៈពេលប្រើប្រាស់ហ្នឹងអញ្ចឹង hour គឺជារូបមន្តមួយដែលប្រើសម្រាប់កាត់យកតម៉ោងនេះវាអត់ខ្វល់2នាទីទេណាបិទវងកញ្ចក់ enter អញ្ចឹងវាកាត់បានដល់ពេលនាទីវិញគឺយើងប្រើរូបមន្ត minute បាទ minute គឺជារូបមន្តដែលកាត់យកនាទីបាទអញ្ចឹងយើងកាត់ពីរយៈពេលសរុបហ្នឹងអញ្ចឹងវាអត់ខ្វល់ពីម៉ោងទេវាដឹងតែខ្វល់ពីនាទីទេឃើញទេអានេះ10 20នាទីអានេះ3ម៉ោងទាំងអស់អានេះបានយើងចាប់ផ្ដើមបំបែកឲ្យទៅជាម៉ោង decimal សរុបចំនួនម៉ោងជាលេខយើងធម្មតាបាទអញ្ចឹងដើម្បីក្បួនរបស់វាគឺស្មើម៉ោងបូកជាមួយនឹងនាទីចែកនឹង60បាទម៉ោងគឺតំណាងទៅឲ្យ D9 នាទីតំណាងទៅឲ្យ E9 ចែកនឹង60ទេខ្ញុំប្រាប់ថាយើងរៀនសំខាន់តំណាងចេះជំនួសបាទណាអញ្ចឹង enter មកវាស្មើប៉ុណ្្នឹងប៉ុន្តែលេខហ្នឹងវាក្រោយក្បៀសច្រើនពេកអញ្ចឹងអ្នកនរគ្នាអាចកាត់យកត្រឹមក្រោយក្បៀស2ខ្ទង់ format cell custom បាទណាយើង format វាមកដល់យើងប្រើសញ្ញាទូទូចុច00បាទអញ្ចឹងបើសិនណាជាគាត់លេងអស់3ម៉ោង10នាទីបើគិតជាលេខយើងធម្មតាវាស្មើនឹង3ក្បៀស17ចាំមើលខ្ញុំសេរីឲ្យគាត់លេង3ម៉ោង15នាទីតើវាស្មើនឹង3ក្បៀស25ដែរឬក៏អត់បាទព្រោះ15នាទីវាមិន25មែនទេឥឡូវយើងបន្ថែម5ទៀតឲ្យគាត់ចេញដល់ម៉ោង10កន្លះឃើញទេ3 15នាទីស្មើជាមួយនឹង3 25បើគាត់លេងបាន1ម៉ោង15នាទី1ម៉ោង15នាទីអានេះ1ម៉ោង25មួយវា25បើគាត់លេងបាន3ម៉ោង15នាទីអានេះ3.25យល់អត់ចាឲ្យគាត់លេងបានកន្លះម៉ោងមើលអញ្ចឹងឧទាហរណ៍គាត់ចូលមក10ពុតបាទចេញមក10កន្លះអញ្ចឹងលេងបានកន្លះម៉ោងអានេះគឺ0.50ត្រឹមត្រូវហេតុអីបានវាចេញវាពាក់កណ្ដាលលេងមកគាត់ចង់សួរថាហេតុអីបានវាចេញតែចុច50អត់ចេញ0អញ្ចឹងហ៎ណាដោយសារអីដោយសារយើង format យកត្រង់ជ្រូកនេះត្រង់ជ្រូកបើអត់មានតម្លៃវាអត់ចេញអីទាំងអស់តែបើមានតម្លៃมันវាបង្ហាញតែបើ0វិញបើអត់មានតម្លៃគឺវាបង្ហាញ0បាទអញ្ចឹងយើង format 0.00 បាទដោយសារអីដោយសារវាអត់មានបានលេងអីយើងគ្រាន់តែបញ្ចូលទុកវាចោលទៅមកចេញបាទឥឡូវត្រឹមត្រូវហ្នឹងអញ្ចឹងចំនួនទឹកប្រាក់យើងចាប់ផ្ដើមយកលេខនេះអានេះលេខក្រោយក្បៀសនេះយកទៅគុណមួយរៀលនេះបាត់ទៅយើងមិនអាចយកចុច2នេះយកទៅគុណនេះតែហ៊ានប្រសាយកវាទៅគុណមកមិនមានស្មើចំនួនម៉ោងយកទៅគុណជាមួយនឹងតម្លៃទឹកប្រាក់មើល enter មើលទៅចេញ16.00វាអត់ចេញ1000រៀលផងលេង1ម៉ោងអស់2000លេងកន្លះម៉ោងទៅអស់1000រៀលមែនទេអញ្ចឹងត្រូវស្មើអានេះ0.5នេះយកទៅគុណជាមួយនឹង2000អានេះមកជាប់ format ជាម៉ោងយើងយក general មកយក custom មក format ឲ្យចេញ real ចេញអីចែកមកបាទខ្ញុំចូលចុច00បាទណាកុំឲ្យវាបាក់ real បាទ1000រៀលអញ្ចឹងរូបមន្តហ្នឹងគឺយើងយក F9 នេះយកទៅគុណជាមួយនឹងនេះអញ្ចឹងតម្លៃនៅខាងក្រោមនេះត្រូវទៅយកទៅគុណជាមួយនឹងទាំងអស់មែនទេអញ្ចឹងយើងត្រូវចាក់ស្លាស់ដុល្លារកន្លែងណាG6 ចុចអីគេ F4 ចុច F4
Enter đó ô mới lại vậy chắc là bên là để quạt lên bàn bay màu đọc một tí cất chỉ lối cứ có môi rồi có môi quán bay rồi sang rồi bay điện ở trên không bà chẳng bật thân chỉ dương trong chạy tin nhà tỷ chuẩn của môi quán bay rồi bà đấy ở đấy sơ xe đúng một môn hơi nhưng còn là vay tới bây giờ chắc là đây dương châu mong đọc bầy và đọc hay một tí có tranh đồ bên mong của mà có tranh đồ bên mong pram mong đọc bốn tai tập thể một tí chẳng inter móc con bên ông mong một hơi pram một tí kết chỉ lối cưới pi pon một bầy rồi sang một bầy điện đều đó chọn